តើអ្នកត្រឡប់គិតទេថាហេតុអ្វីមនុស្សពីរនាក់ដែលមានអាយុដូចគ្នារៀននៅសាលាដូចគ្នាចាប់ដើមការងារពេលដូចគ្នាប៉ុន្តែ10ឆ្នាំក្រោយម្នាក់ក្លាយជាអ្នកដឹកនាំមានគ្រួសាររឹងមាំមានសេរីភាពហិរញ្ញវត្ថុគណៈម្នាក់ទៀតនៅតែត្អូញត្អែបន្ទោសសំណាងនឹងរោងចក្រអាកាសតើភាពខុសគ្នានេះកើតមកពីអ្វីមនុស្សជាច្រើនគិតថាលុយការអប់រំឬទេពកោសល្យប៉ុន្តែចម្លើយពិតគឺរបៀបគិតសូមស្វាគមន៍មកកាន់ DIA Finance KA កន្លែងដែលយើងចែករំលែកចំណេះដឹងហិរញ្ញវត្ថុការវិនិយោគការអភិវឌ្ឍខ្លួនឯងនិងការលើកទឹកចិត្តដើម្បីជួយកសាងភាពជោគជ័យផ្លាស់ប្ដូរការគិតបង្កើតទម្លាប់ល្អនិងកសាងជោគជ័យជាមួយគ្នាសម័យថាមានបុគ្គលិក2នាក់ចូលធ្វើការនៅថ្ងៃតែមួយអ្នកទាំងពីរមានប្រាក់ខែដូចគ្នាមានការងារដូចគ្នានិងមានឱកាសដូចគ្នាប៉ុន្តែបន្ទាប់ពី5ឆ្នាំម្នាក់ក្លាយជាប្រធានផ្នែកខណៈម្នាក់ទៀតនៅតែឈរនៅកន្លែងដដែលតើហេតុអ្វីមិនមែនដោយសារម្នាក់ឆ្លាតជាងមិនមែនដោយសារម្នាក់មានសំណាងជាងប៉ុន្តែម្នាក់ផ្លាស់ប្ដូរការគិតហើយម្នាក់ទៀតនៅតែគិតដដែលpositive mindset មិនមែនមានន័យថាអ្នកត្រូវតែញញឹមគ្រប់ពេលនោះទេមិនមែនមានន័យថាបញ្ហាមិនមាននោះទេទុយទៅវិញវាគឺជាសមត្ថភាពក្នុងការមើលបញ្ហាជាឱកាសសម្រាប់រៀនពេលប្រជែងអ្នកសួរខ្លួនឯងថាតើខ្ញុំបានរៀនអ្វីមិនមែនហេតុអ្វីមានតែខ្ញុំនោះទេនោះហើយគឺជា positive mindset ជីវិតមិនផ្លាស់ប្ដូរដោយសារសំណាងទេវាផ្លាស់ប្ដូរដោយសារការសម្រេចចិត្តការសម្រេចចិត្តកាត់ចេញពីការគិតបង្កើតពីសកម្មភាពបង្កើតទម្លាប់ហើយទម្លាប់បង្កើតអនាគតថ្ងៃនេះអ្នកប្រហែលជាមិនអាចផ្លាស់ប្ដូរពិភពលោកទាំងមូលបានទេប៉ុន្តែអ្នកអាចផ្លាស់ប្ដូរការគិតរបស់អ្នកហើយនៅពេលការគិតរបស់អ្នកផ្លាស់ប្ដូរការសម្រេចចិត្តរបស់អ្នកនឹងផ្លាស់ប្ដូរសកម្មភាពរបស់អ្នកនឹងផ្លាស់ប្ដូរទម្លាប់របស់អ្នកនឹងផ្លាស់ប្ដូរហើយថ្ងៃណាមួយអ្នកនឹងក្រឡេកទៅក្រោយហើយដឹងថាជីវិតរបស់អ្នកបានផ្លាស់ប្ដូរដោយសារការសម្រេចចិត្តតូចមួយដែលអ្នកបានធ្វើនៅថ្ងៃនេះភាពជោគជ័យមិនចាប់ផ្ដើមពីលុយឬសំណាងទេវាចាប់ផ្ដើមពីរបៀបគិតដែលជំរុញឲ្យអ្នកក្លាយជាមនុស្សល្អជាងសាមញ្ញប្រសិនបើវីដេអូនេះមានប្រយោជន៍សម្រាប់អ្នកសូមចុច like share និង subscribe ដើម្បីគាំទ្រ DIA Finance KA សូមចងចាំថាផ្លាស់ប្ដូរការគិតបង្កើតទម្លាប់ល្អនិងកសាងភាពជោគជ័យជាមួយគ្នា